แนะนำเปี้ยดักจำចំពោះការអនុវត្តច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ1ជាពិសេសរថយន្តក្រុងដឹកទំនិញនិងរថយន្តប្រភេទគ្រួសារវ៉ាជែង Ui, mẹ chơi mày. Ui, anh ơi con nó vậy. Ừ à. Chó lại chó. Lại chó. Đây chó lại chó. Mày ấy này. Việt Nam này, nhà bên này hiện ở Pơ này. Ở Đà Lạt Việt Nam bộ mẹ này, đây bên này hiện ở Pơ này trong có chân vào chia một rốt mẹ ở bên này hiện coi mai. Sao tích cho mong tích mong tích cho mong đây. Họ trộm tua mong này. Ở bên này con nó qua chơi may vai. Cái đằng ấy. Bội tích chứ. Không hôn nó bao cả hơn này. Chơi nè đó chơi đó đó này nè mở nè tìm nhà តាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថានៅពេលសាធារណជននិងអ្នកសារព័ត៌មានចាប់ផ្ដើមសនំពររិះគន់បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ1ដែលសម្បូរអ្នកបើកបកលឿនវ៉ាចែងក្នុងតំបន់គ្រោះថ្នាក់ជាពិសេសក្នុងចំណោមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញវៀតណាមមានទាំងក្រុមរថយន្តដឹកទំនិញរហូតមានអ្នកបើកបរជាលក្ខណៈគ្រួសារលោកបណ្ឌិតទូចសុខាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានចេញការពន្យល់ដោយបញ្ជាក់ចំចំពោះការអនុវត្តច្បាប់អរិយាប័ត្រនៃការបើកបរនិងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគិតគូរឡើងវិញលើចំណុចអវិជ្ជមានមួយចំនួនលោកបណ្ឌិតបានលើកឡើងថាចំពោះរថយន្តក្រុងភ្នំពេញវៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោកសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ1តែងតែចាត់វិធានការឃាត់យានល្មើសទាំងនោះនិងបានអប់រំធ្វើកិច្ចសន្យាអ្នកបើកបរជាបន្តបន្ទាប់លោកបន្តថាក្នុងករណីណាដែលសមត្ថកិច្ចបានរកឃើញជាក់ស្ដែងចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំនិងមានកិច្ចសន្យាម្ដងរួចមកហើយនោះគឺយើងត្រូវអនុវត្តតាមច្បាប់ជាដាច់ខាតតែប្រសិនបើអ្នកបើកបរនោះថ្មីមិនធ្លាប់ទទួលរងការណែនាំឬមិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះទេគឺសមត្ថកិច្ចយើងច្រើនផ្ដល់ឱកាសណែនាំផ្ដល់កិច្ចសន្យាឲ្យគាត់ទោះបីជាក្រសួងបានចាត់វិធានការនិងមានសមត្ថកិច្ចជំនាញស្របច្បាប់ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់យ៉ាងណាក៏ដោយលោកសង្កេតឃើញថាប្រជាពលរដ្ឋទូទៅទាំងអ្នករត់តាក់ស៊ីទាំងអ្នកធ្វើដំណើរទាំងអ្នកប្រកបការងារនិងធ្វើដំណើរកំសាន្តនានាហាក់ដូចជាមិនអើពើមិនចូលរួមសហការនោះទេលោកបញ្ជាក់ថានៅពេលមានមន្ត្រីចរាចរណ៍ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ាត់ពុំមានមួកសុវត្ថិភាពពុំមានកញ្ចក់អ្នកបើកបរនិយាយទូរស័ព្ទក្នុងពេលបើកបរនិងល្មើសច្បាប់ដទៃទៀតពួកគេចាប់ផ្ដើមមានអាកប្បកិរិយាមិនសមរម្យមិនសហការនិងរិះគន់វាយប្រហារមកកាន់សមត្ថកិច្ចទន្ទឹមគ្នានោះនៅពេលដែលសមត្ថកិច្ចមិនដាក់កម្លាំងត្រួតពិនិត្យបាត់ល្មើសពួកគេក៏បានរំលោភបំពានផ្លូវដែលនាំឲ្យគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវនិងបង្កឲ្យមានគ្រោះថ្នាក់កើតឡើងហើយបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាទាំងរិះគន់សម្ដែងមតិទាំងអ្នកបើកបរប្រព្រឹត្តបាត់ល្មើសផងនិងវាយប្រហារមកលើសមត្ថកិច្ចផងថាពុំដាក់កម្លាំងត្រួតពិនិត្យអ្នកនាំពាក្យអះអាងថាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឬកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលុះត្រាតែមានការផ្ដាំចេញពីប្រជាពលរដ្ឋម្នាក់ៗដែលត្រូវនាំគ្នាស្វែងយល់អានច្បាប់ចរាចរណ៍ផ្លូវគោកបើកបរប្រកបដោយសីលធម៌ចេះយោគយល់អធ្យាស្រ័យកុំចង់ចាញ់កុំចង់ឈ្នះខ្លាចគ្រោះថ្នាក់កើតឡើងលើខ្លួនឯងលើគ្រួសារនិងអ្នកដទៃហើយចុងក្រោយយើងខុសយើងត្រូវប្រឈមមុខចំពោះមុខច្បាប់យ៉ាងណាក៏ដោយលោកអះអាងថាសមត្ថកិច្ចក្រសួងមហាផ្ទៃក្តីអគ្គស្នងការដ្ឋាននគរបាលជាតិក្តីនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្តីក៏នៅតែបន្តផ្សព្វផ្សាយអប់រំក្រានរំលឹកជាបន្តបន្ទាប់ជាក់ស្ដែងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃតែងតែចេញសារណែនាំនិងពន្យល់ពីច្បាប់ចរាចរណ៍ការទទួលខុសត្រូវនៅពេលដែលល្មើសច្បាប់ចរាចរណ៍និងការបង្កគ្រោះថ្នាក់ដទៃជាច្រើនទីអ្នកនាំពាក្យបានបញ្ជាក់ជាថ្មីថាប្រជាពលរដ្ឋណាដែលចាប់រូបភាពបានរត់រថយន្តបើកបរល្មើសច្បាប់ចរាចរណ៍បំពានគ្រប់រូបភាពជារួមមានសកម្មភាពបើកវ៉ាចែងគ្នាដឹកអីវ៉ាន់សំពីងសំពងឬក៏វ៉ាចែងកន្លែងដែលមានគំនូរប្រសព្វគ្នាបើកបរបញ្ច្រាស់ទិសរំលោភលើចំណែកផ្លូវលើទិសដៅម្ខាងសូមថតជាវីដេអូជាប់ជាមួយនឹងផ្លាកលេខបន្ទាប់មកផ្ញើសាររូបភាពព្រមទាំងវីដេអូទាំងនោះចូលមកកាន់ Telegram របស់អ្នកនាំពាក្យតាមរយៈលេខទូរស័ព្ទ014 74 9014នាងខ្ញុំអែលស្រីណុយពីកម្មវិធី TVFB ប៉ះដំណឹង